ថ្ងៃនេះខ្ញុំនឹងពន្យល់បកស្រាយបន្ថែមអំពី modal verb របស់យើងគឺពាក្យ can ដោយសារតែខ្ញុំសង្កេតឃើញថាមានអ្នកមួយចំនួនឬក៏មានសិស្សមួយចំនួនដែលគាត់នៅមិនទាន់យល់ច្បាស់អំពី modal verb របស់យើងពាក្យ can កាលណាដែលយើងនិយាយពី modal verb គឺនិយាយតាក់ទងជាមួយនឹងសមត្ថភាពនិយាយពី ability ឬមកក៏និយាយតាក់ទងជាមួយនឹង possibility អ្វីដែលអាចធ្វើទៅបានន័យថាបើយើងនិយាយពីពាក្យ can មានថាអ្វីមួយដែលយើងអាចធ្វើបានឬក៏អ្វីមួយដែលយើងមិនអាចធ្វើបានហើយចំពោះទម្រង់ដែលយើងត្រូវប្រើប្រាស់ជាមួយនឹងកិរិយាសព្ទបែបនេះមានន័យថាពេលដែលយើងប្រើប្រាស់ជាមួយនឹង modal verb នៅខាងក្រោយ modal verb គឺมันមាន infinitive to ឬមួយក៏ ing ទៅលើកិរិយាសព្ទនៅជាប់នេះបានទេយើងមកឧទាហរណ៍ដូចជាគេថា I can fly I can fly ខ្ញុំអាចហោះបានយើងឃើញកន្លែងហ្នឹងខ្ញុំអាចហោះបានខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាអត់ច្រឡំទេដោយសារតែយើងមើលទៅឃើញថា subject របស់យើងគឺពាក្យ I អញ្ចឹងពេលដែលឃើញពាក្យ I ជា first person អញ្ចឹងកន្លែងហ្នឹងគឺភាគច្រើនជាទូទៅគឺគាត់ដឹងហើយកិរិយាសព្ទដែលប្រើប្រាស់នៅខាងក្រោយ I you we they គឺយើងមិនបន្ថែមអ្វីទាំងអស់ដែលឡែកយើងអាចមកមើលឧទាហរណ៍មួយទៀតដែលគេនិយាយថា she can write she can write យើងឃើញថាកិរិយាសព្ទ write របស់យើងកិរិយាសព្ទធម្មតា main verb របស់យើងហ្នឹងគឺអត់មានបន្ថែមអីទេប៉ុន្តែយើងមើលទៅលើ subject របស់យើងគឺមានពាក្យ she យើងដឹងហើយថាជា third person singular តែជាពុរិស័ក្តិទី3ឬក៏មនុស្សទី3ហើយជាឯកវចនៈបើតាមធម្មតាបើមិនមានពាក្យ can ដែលជា modal verb នៅជាប់នឹងទេគឺ write របស់យើងគឺត្រូវថែមអក្សរ s ប៉ុន្តែនៅពេលនេះដោយសារតែមាន modal verb can របស់យើងមានន័យថាគឺយើងអត់ប្រើ she can to write ឬក៏ she can writing គឺអត់ទេមានន័យថាកិរិយាសព្ទដែលយើងប្រើប្រាស់នៅខាងក្រោយ modal verb របស់យើងគឺមិនបន្ថែមអ្វីទាំងអស់គឺនៅធាតុដើមទាំងអស់ she can write I can fly បើទោះយើងប្រើ he ក៏ដោយយើងនិយាយអំពីមនុស្សម្នាក់ដែលជាសព្វនាមប្រធានរបស់យើងដែលជាពុរិស័ក្តិទី3ក៏ដោយក៏យើងមិនបន្ថែមអ្វីនៅខាងក្រោយពាក្យ can ហើយនឹង verb ដែលនៅជាប់ពាក្យ can របស់យើងដែរហើយក៏យើងមិនប្រើប្រាស់ infinitive to ឬមួយក៏ ing ដែរ